តើអញ្ចឹងចំពោះការបំបែកຂະຫນາດលេខ36មកលំហាត់លេខ36របស់យើងគឺយើងគ្រាន់តែបដូរពីអាលីតនេះណានៅក្នុងការគណនាម៉ែត្រគីបទៅជាលីតហ្នឹងគឺទៅជាដេស៊ីម៉ែត្រគីបមកអញ្ចឹងដឹងតែឃើញលីតដឹងតែស្មើនឹងដេស៊ីម៉ែត្រគីបហ្នឹងណាអញ្ចឹងអានេះអត់មានបុព្វវត្តិទេយើងដាក់1ដដែលអញ្ចឹងខាងភាគបែងយើងខាងនេះមានបុព្វវត្តិ DC គឺ10សេគុណដក1តែត្រូវលើកជាគីបណាព្រោះដេស៊ីម៉ែត្រគីបអញ្ចឹងអានេះបាន1នៅលើ10សេគុណដក3ពេលបោះឡើងលើ10សេគុណ3អញ្ចឹងស្មើនឹង10សេគុណ3លីតហើយចំពោះលំហាត់37នេះងាយទេយើងមើលអានេះដេស៊ីម៉ែត្រគីបហើយលីតហ្នឹងគឺមានន័យថាដេស៊ីម៉ែត្រគីបដែរអញ្ចឹងបើ8ដេស៊ីម៉ែត្រគីបវាស្មើ8លីតដែរតែនេះយើងបំលែងមកណាបាទអានេះសង់ទីម៉ែត្រគីបអានេះដេស៊ីម៉ែត្រគីបហើយយើងធ្វើតាមរបៀបមួយនេះមកអូខេបាទអញ្ចឹងលំហាត់លេខ38បើយើងគិត13សង់ទីមកបុព្វវត្តិសង់ទីដកម៉ែត្រដក2ដែលលើកជាគីបខាងនេះគឺលីតហ្នឹងគឺ DC 10សេគុណដក1តែលើកជាគីបអញ្ចឹងស្មើ13គុណនឹង10សេគុណអានេះដក6អានេះដក3ឡើងលើបូក3វិញអញ្ចឹងស្មើនឹង13គុណនឹង10សេគុណដក3ណាអញ្ចឹងដល់13គុណនឹង10សេគុណដក3មកណា13គុណនឹង10សេគុណដក3លីតអញ្ចឹងមកណាអញ្ចឹងយើងរៀនធ្វើតាមវិធីហ្នឹងមក